ចឹងបងប្រជាកសិករមានទ្រព្យសម្បត្តិមួយដែលល្អជាងគេប៉ុន្តែបងអត់សូវយកចិត្តទុកដាក់ឯងហើយតែងតែមើលរំលងបងដឹងថានោះជាអីអត់នោះគឺដីមានសារធាតុចិញ្ចឹមនិងសារធាតុសរីរាង្គល្អដែលជួយទៅបំពន់ដល់ដំណាំដែលធ្វើឲ្យដំណាំរបស់បងមានការលូតលាស់ល្អអំបញ្ញមិញខ្ញុំបានលើកពាក្យមួយថាសារធាតុសរីរាង្គតើបងនឹងទេតើអីទៅគឺជាសារធាតុសរីរាង្គហ្នឹងគឺបើយើងនិយាយឲ្យស្រួលស្ដាប់គឺជាកាកសំណល់របស់រុក្ខជាតិឬក៏សត្វដែលមាននៅក្នុងស្រទាប់ដីហើយសារធាតុសរីរាង្គហ្នឹងអាចបំផ្លែងបានដោយត្រូវការអតិសកុម5អតិសកុម5បើយើងនិយាយឲ្យងាយគឺជាបាក់តេរីឬក៏វីរុសល្អដែលជួយទៅបំលែងកាកសំណល់នឹងឲ្យវាឆាប់រលួយដែលបំផ្លែងទៅជាថាមពលអាសូតដែលយើងតែងនិយមដឹងដែលតំណាងដោយពាក្យអក្សរ N ក្រៅពីអាសូតដែលមានសមត្ថភាពនៅក្នុងការផលិតសារធាតុចិញ្ចឹមពីរទៀតនោះគឺប៉ូតាស្យូមហើយនិងផូស្វ័រដែលយើងនិយមហៅកាត់ថា P និង K ដែលសារធាតុទាំងពីរនេះកើតចេញពីថ្មឬក៏រ៉ែដែលមាននៅក្នុងស្រទាប់ដីដូច្នេះដីមានលទ្ធភាពនៅក្នុងការផលិត NPK ហើយ NPK នេះគឺជាសារធាតុចិញ្ចឹមចម្បងមែនទែនសម្រាប់ដំណាំនៅក្នុងការលូតលាស់ប៉ុន្តែដំណាំមិនត្រូវការតែ NPK តែម្យ៉ាងទេដំណាំត្រូវការមីក្រូសារធាតុសរីរាង្គផ្សេងៗទៀតដើម្បីជួយបំពន់កម្លាំងធ្វើឲ្យដើមលូតលាស់ល្អធ្វើឲ្យមានការផ្លែច្រើនហើយជាពិសេសជួយការពារដំណាំអំពីជំងឺនិងធន់ទៅនឹងអាកាសធាតុផ្សេងៗបើសិនជាបងមិនបានបំពន់ឬក៏ស្ដារដីឲ្យមានកម្លាំងឡើងវិញនោះទេនោះដីនឹងចាប់ផ្ដើមបាត់បង់សារធាតុចិញ្ចឹមហើយវាគឺជាមូលហេតុសំខាន់មែនទែនដែលធ្វើឲ្យដំណាំរបស់បងមានទិន្នផលទាបនិងមានការលូតលាស់យឺតដូច្នេះហើយបើសិនជាបងកំពុងតែមានបញ្ហានេះបងអាចឆាតចូល page ដើម្បីប្រឹក្សាយោបល់ជាមួយនឹងអ្នកឯកទេសជំនាញរបស់យើងដោយឥតគិតថ្លៃដែលជួយបងនៅក្នុងការកែប្រែដីនិងស្ដារកម្លាំងដីឡើងមកវិញជីសេរីរាង្គខ្មែរគឺជាមិត្តល្អរបស់កសិករជានិច្ចជីសេរីរាង្គខ្មែរចូលរួមថែរក្សាសុខភាពគ្រួសារ